រឿងព្រះច័ន្ទនិងសត្វព្រាបមានដំណើរដើមតងមកថានៅយប់មួយមេឃងងឹតសូន្យសូន្យគ្មានពន្លឺហ្វូងផ្កាយរះសំបីតែមួយដួងផែនដីគ្មានពន្លឺសំបីតែបន្តិចសោះឡើយសត្វជាច្រើនដែលអាស្រ័យនៅក្នុងព្រៃពិបាកធ្វើដំណើររកចំណីស៊ីជាខ្លាំងក៏កើតចិត្តក្តៅក្រហាយសត្វទាំងនោះរអ៊ូរទាំនិងមូម៉ៅពីព្រោះការធ្វើដំណើររបស់គេគឺពិបាករកតែមើលផ្លូវមិនឃើញឡើយសត្វជាច្រើនបានធ្វើការស្ដីបន្ទោសគ្នាទៅវិញទៅមកដោយព្រោះមិនដឹងថាមានដំណោះស្រាយអ្វីមេឃកាន់តែងងឹតក្នុងព្រៃកាន់តែពិបាកមើលផ្លូវក្នុងនោះសត្វជាច្រើនបានធ្វើដំណើរដោយស្មាននិងប្រថុយប្រថានសត្វខ្លះទៀតផ្អើលរត់ជាន់គ្នាដោយព្រោះតែគិតថាមានអ្វីមួយកើតឡើងខុសប្រក្រតីដែលធ្វើឲ្យក្នុងព្រៃទាំងមូលមានសភាពងងឹតឈឹងសត្វព្រាបជាសត្វមួយដែលមានចិត្តខឹងនិងកាយដូចគ្នាឆ្ងល់ពេកក៏ធ្វើដំណើរហោះទៅលើចុងឈើមួយដុកពុះជាងចុងឈើផ្សេងហើយក៏ឈប់នៅចុងឈើនោះហើយស្រែកលឺទៅតាមមេឃដ៏ឡឡែវស្រែកមួយសន្ទុះមិនលឺការឆ្លើយតបវិញសោះធ្វើឲ្យព្រាបកាន់តែក្តៅក្រហាយថែមទៀតសត្វតែលឺសំឡេងនិយាយមកកាន់វាពីក្នុងពពកមកធ្វើឲ្យវាភ្ញាក់ព្រឺហេតុអ្វីឯងមិនទៅយើងបែបនេះយើងមិនបានខ្ជិលថ្ងៃនេះយើងមិនត្រូវរៀនរះបញ្ចេញពន្លឺរបស់យើងភ្លឺដល់ផែនដីនេះទេយើងមានតួនាទីរះកន្លះខែម្ដងមានន័យថា15ថ្ងៃភ្លឺនៅពេលយប់និង15ថ្ងៃទៀតងងឹតវាគឺជាច្បាប់ដែលបានកំណត់ព្រាបក៏តបចុះហេតុអ្វីបានជាវងផ្កាយមិនបំភ្លឺផែនដីដែរឬក៏ផ្កាយមានច្បាប់ដូចព្រះច័ន្ទដែរព្រះច័ន្ទក៏ឆ្លើយផ្កាយរះដូចជាធម្មតាព្រមតែថ្ងៃនេះមានព្យុះដែលធ្វើឲ្យពពកប្រាស់បាំងពន្លឺផ្កាយដែលកំពុងរះនោះបានជាឯងមិនឃើញពន្លឺរបស់ពួកគេព្រាបក៏យល់ការហើយក៏សូមទោសទៅកាន់ព្រះច័ន្ទដែលខ្លួនខឹងសម្បានឹងពាក្យប្រើពាក្យមិនល្អដាក់ព្រះច័ន្ទក៏យល់ហើយក៏អត់ទោសឲ្យព្រាបក៏នាំដំណឹងទៅប្រាប់សត្វទាំងអស់ក៏យល់ហើយជឿខឹងនឹងព្រះច័ន្ទនិងកាយទៀតហើយយប់នោះពួកគេក៏សម្រាកដោយសុខសាន្ត